បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់អាកាសដ្ឋានចិញ្ចឹមកង្កែបបាទកំពង់ធំបាទបងប្អូនអរគ្នានឹងហើយបងប្អូនអរគ្នាសម្រាប់កង្កែបនេះបាទចិត្តពេញខ្នាតណាមានមួយក៏តាក់ទងមកសួររោទិញកែបសាច់បាទនៅខាងបងប្អូនលក់ឲ្យតែមួយបាទប្រចាំទេបងប្អូនអរគ្នាបាទអត់មានលក់ឲ្យមួយរីទេបាទហ្នឹងហើយមូលហេតុដោយសារតែយើង corporate គ្នាយើងដូចណាយើងធ្លាប់តំណាក់តំណងគ្នាល្អអញ្ចឹងណាបាទហ្នឹងហើយការលក់ដូរកាបក៏វាស្រួលបាទអញ្ចឹងហើយបានយើងបាទលក់អ្នកណាស្រួលយើងលក់ឲ្យតែអ្នកនឹងទៅបាទហ្នឹងហើយយើងក៏មិនបែកទៅផ្សេងបាទដោយសារតាមានមួយខ្លះគាត់ទិញតលតាំងកាបអត់មានបានគាត់ដើររទិញបាទអ្នកផ្សេងអញ្ចឹងណាបាទហ្នឹងហើយវាដូចតែគ្នាតាហ្នឹងហើយអញ្ចឹងយើងជាសហគមន៍មួយបាទយើងនៅពេលដែលយើងលក់កាបគឺយើងលក់ឲ្យតែមួយគ្នារបស់យើងទេបាទហ្នឹងហើយកាបហ្នឹងរើសមួយដែរណាបងប្អូនអរគ្នាបាទកុំច្រឡំណាបាទហើយតិចបងប្អូនអរគ្នាថាងណែរោទីផ្សារបានបាទអន្តរងចំណុចហ្នឹងបើសិនជាយើងនិយាយវាប្រហាក់ប្រហែលគ្នាយើងវាមិនអនុគចូលបងប្អូនអរគ្នាបាទហ្នឹងហើយវាប្រហាក់ប្រហែលវានិយាយវាមិនត្រូវបងប្អូនអរគ្នាប៉ុន្តែសម្រាប់ទៅលើទីផ្សារបើសិនជាយើងចេះតែនិយាយបែបហ្នឹងវាធ្វើឲ្យយើងនឹងអត់បានឆ្លៀតឱកាសទៅសួរនាំគេបាទទីផ្សារបាទមានរដូវខែខ្លះទីផ្សាររោទិញមិនបានផងបាទរោងកែបមិនបានផងបាទខែដែលធ្លាក់ភ្លៀងមុនដំបូងអញ្ចឹងវាច្បាស់ណាស់ថាខាងកែបស្រែហ្នឹងវាសម្បូរបាទហ្នឹងហើយយើងទទួលស្គាល់ថាកែបស្រែវាសម្បូរវាមានកែបស្រែលក់បាទហ្នឹងហើយយើងវាអត់ទាន់មានលក់ណាគេហៅថាកែបចាំហ្នឹងវាអត់ទាន់ដល់គីឡូវាត្រូវលក់ដែរបាទហ្នឹងហើយកំតែសម្រាប់ជារួមទៅបើសិនជាយើងគិតថាការចាំកែបបាទវាអត់ទីផ្សារវាច្បាស់ណាស់ថាយើងនឹងមិនចង់នឹងចិញ្ចឹមប្រមាណទេបាទហ្នឹងហើយបាទសម្រាប់ខ្ញុំទីផ្សារគឺនៅលើមាត់បាទទីផ្សារគឺនៅលើខ្លួនឯងបាទហើយបើយើងប្រឹងយើងចេះតែដំណើរការទៅមុខណាបាទបើយើងមិនប្រឹងទេវាមិនដំណើរការទៅមុខទេបាទដូចមានបងខ្លះគាត់ផលិតបាន4-10 តោនអញ្ចឹងគាត់ធ្វើលក់ខ្លួនឯងបាទហ្នឹងហើយគាត់ធ្វើបោះមួយបាទកាបបោបបាទបោះមួយកាបសាច់បាទគាត់វ័យមានកន្លែងខ្លះគាត់វ័យដាច់មួយខេតទាំងដែរដាច់មួយខេតលុយរាប់ម៉ឺនដុល្លារអញ្ចឹងអាហ្នឹងដើមទុនគេរៀងធំដែរហើយណាមួយគេមានគ្នារៀងច្រើនដែរបាទហ្នឹងហើយខ្ញុំនឹងវាតែម្នាក់ឯងទៅក៏រៀបតាសហគមន៍របស់ខ្ញុំរៀបមិនទាន់នឹងណាគេហៅថាមិនទាន់នឹងគ្រប់ជ្រុងជ្រោយអញ្ចឹងហើយបានថាមានពេលខ្លះអ្នកទិញខ្ញុំទៅខ្ញុំបាទទៅសួរនាំមួយនៅនឹងខេត្តរបស់គាត់ឲ្យបាទពេលខ្លះគាត់អត់ចេះសួរហត់ចេះនាំបាទមិនអីទេបាទពេលខ្លះខ្ញុំក៏ចង់ទៅលេងខេត្តបងប្អូនទាំងអស់គ្នាដែរបាទហ្នឹងហើយជួនកាលភ្នំពេញបាទទីក្រុងភ្នំពេញបាទស្វាយរៀងអីក៏ខ្ញុំធ្លាប់ទៅដែរតែយើងអត់ទាន់បានជាទៅថតវីដេអូឲ្យបានជាលក្ខណៈមួយថាសហគមន៍ឲ្យមែនទែនទេបាទហ្នឹងហើយតែឆ្នាំនេះយើងនឹងធ្វើជាសហគមន៍មួយបាទយើងនឹងទៅថតនៅទីនឹងឲ្យបានច្រើនតិចបាទហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនបាទជម្រាបលាបងប្អូនអរគ្នាបាទ